ខ្មែរថៃបន្តកែសម្រួលយុទ្ធបកអាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នៅរុស្ស៊ីថ្ងៃទី31ខែកក្កដាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តរតនមានជ័យយុទ្ធភូមិភាគទី4កម្ពុជានិងកងទ័ពយោធភូមិភាគទី2ថៃនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធបកបំផ្លិចបំផ្លាញធុនធ្ងន់បន្ទាប់ពីកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4និងឧត្តមសេនីយ៍តូវីរយុទ្ធរសិនមេបញ្ជាការកងទ័ពភូមិភាគទី2ថៃមានការចូលរួមពីក្រុមប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដាននិងផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញភាគីទាំងពីរបានមានប្រសិទ្ធភាពនិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការកែសម្រួលយុទ្ធបកនិងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាតាមដំណាក់កាលនៅក្រោមការអង្កេតនិងផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមការកាត់បន្ថយកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនិងចុះហត្ថលេខាលើកំណត់ហេតុយុទ្ធបកអាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់